រឿងធំមួយទៀតរឿងពុកអលួយទៅតែកំចាត់ហ្មងពុកអលួយបាក់ពួកនិយមហ្នឹងបើនៅបន្តពុកអលួយទៀតគឺទៅអត់រួចពង្រឹងគុណភាពព័ត៌មានក្នុងស្រុកកុំធ្វើតែព័ត៌មានពិធីការព័ត៌មានលើកជើងច្រើនពេកគឺត្រូវតែធ្វើព័ត៌មានដែលជាចំណេះដឹងដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរីឯតំណាក់តំណងជាមួយនឹងប្រព័ន្ធនៃព័ត៌មានខាងក្រៅក៏យើងត្រូវតែមានតំណាក់តំណងល្អដែរកុំងាកបាត់អាហ្នឹងគឺថាដល់ពេលយើងត្រូវការរដាក់សារព័ត៌មានបរទេសដើម្បីនិយាយឲ្យគេជឿអត់បានឥឡូវព័ត៌មានក្នុងស្រុកយើងនិយាយបរទេសជឿគេមិនជឿទេហើយក៏រើសអើងនយោបាយក៏ថាងមកពីនេះមកពីនោះខ្ញុំស្អប់បំផុតអើងនយោបាយខ្ញុំស្អប់មានន័យថាយើងត្រូវតែរៀនធ្វើម្ចាស់ការលើជោគវាសនាខ្លួនឯងបាទជោគវាសនាខ្លួនឯងបើយើងមិនខ្លាំងគ្មានអាណាមកច្បាំងការពារទឹកដីយើងទេប៉ុន្តែសួរធ្វើម៉េចឲ្យខ្លាំងធ្វើម៉េចឲ្យមានទី1តើទទួលស្គាល់ថាយើងខ្សោយអត់ទទួលស្គាល់ថាយើងក្រឲ្យអត់កុំចេះតែអួតថាខ្លាំងណាស់មានណាស់ប៉ុន្តែ at the end of the day ទីបំផុតទៅយើងអត់មានអីសោះអាហ្នឹងមួយអាហ្នឹងមេរៀនទី1ទទួលស្គាល់សិនបើមិនទទួលស្គាល់ជាបាលបញ្ជាទេបើទទួលស្គាល់ហើយយើងទទួលយកការព្យាបាលឲ្យអត់អាហ្នឹងគឺរឿងមួយទៀតកែណាកំពៅសរសេរច្រើនជាងគេរឿងកែអាហ្នឹងទទួលអត់អាហ្នឹងទី2ព្រោះសង្ខេបទី3គឺត្រូវកែតម្រង់ជាក់ស្ដែងពីព្រោះក្រោយសង្គ្រាមមកណាបងប្អូនប្រជាពលរដ្ឋខ្មែរច្រើនណាខមមិនច្រើនមែនតើខ្ញុំតាមដានក្នុងបណ្ដាញសង្គមចង់ឲ្យរដ្ឋាភិបាលកែតម្រង់គឺជាការទឹកចំនួននៃសារដែលជាសំណូមពររបស់ប្រជាពលរដ្ឋហើយជាក់ស្ដែងរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណែតម្រង់ល្អឥតខ្ចោះជាក្របខ័ណ្ឌគោលនយោបាយល្អណាស់ប៉ុន្តែកែមានប្រសិទ្ធភាពប៉ុណ្ណាអាហ្នឹងស្ដាប់សម្លេងប្រជាពលរដ្ឋមិនបាច់ទៅអួតខ្លួនឯងទេស្ដាប់តែសម្លេងប្រជាពលរដ្ឋទៅគឺអាចវាយតម្លៃបានពីសមិទ្ធផលនៃការកែតម្រង់ហើយរឿងធំមួយទៀតរឿងពុកអលួយទៅតែកំចាត់ហ្មងពុកអលួយបាក់ពួកនិយមហ្នឹងបើនៅបន្តពុកអលួយទៀតគឺទៅអត់រួចទេបន្តបាក់ពួកនិយមទៀតគឺកែមិនក៏ទៅអត់រួចដែរបាទអាហ្នឹងគឺត្រូវតែចាត់ទុកថាជាសត្រូវស៊ីរុងផ្ទៃក្នុងហ្មងបើមិនអញ្ចឹងទេយើងអត់អាចអភិវឌ្ឍជាតិយើងទៅមុខបានទី5គឺទំនើបកម្មវិស័យការពារជាតិមិនបាច់និយាយច្រើនទេគឺថាក្រសួងការពារជាតិលោកដឹងទំនើបអីកសាងសមត្ថភាពយ៉ាងម៉េចចំនួនតបយ៉ាងម៉េចគឺគ្មានអ្នកណាដឹងជាងក្រសួងការពារជាតិខ្លួនឯងទេបើខ្ញុំមិននិយាយទេហើយទី6គឺមូលធនមនុស្សហ្នឹងគឺសំខាន់ម្សិលមិញឯកឧត្តមបណ្ឌិតស្វេចាហងជួនរ៉ុនបានលើកឡើងថាដើម្បីអភិវឌ្ឍធនធានមនុស្សត្រូវអភិវឌ្ឍពីបឋមឯកឧត្តមបណ្ឌិតស្វេចាសុកទូចមានប្រសាសន៍មកប្រហែលជាជាងមួយទសវត្សរ៍2ទសវត្សរ៍តាំងពី5 6ដល់10ឆ្នាំមុនគាត់មានប្រសាសន៍ដាល់កែពីតាំងពីមន្ត្រីទៅមិនទៅពីបឋមទេអញ្ចឹងកែមនុស្សឲ្យមនុស្សខ្លាំងមនុស្សមានសុខភាពល្អដល់កុំប្រើគ្រឿងសម្បឹងគ្រឿងញៀនមានសុខភាពល្អមានចំណេះជំនាញសមត្ថភាពបទពិសោធន៍សុខភាពល្អមនសិការដំកតជាតិបាទលោកវត្តគាត់ឲ្យយោបល់ច្រើនណាស់រឿងហ្នឹងបាទហើយពង្រឹងភាពធន់ខាងសេដ្ឋកិច្ចទី7ហើយភាពធន់យ៉ាងម៉េចលោកវត្តគាត់នឹងលើកឡើងហើយបណ្ឌិតយងពៅក៏បានលើកឡើងដែរពីរឿងពិពិធកម្មការទូតនិងការរៀបចំគោលនយោបាយការបរទេសដែលឆ្លាតវៃដែលបត់បែនដែលជាក់ស្ដែងនិយមបម្រើផលប្រយោជន៍ជាតិយើងឲ្យបានច្រើនទី9គឺការទូតព័ត៌មានបន្តទៀតពង្រឹងគុណភាពព័ត៌មានក្នុងស្រុកបាទកុំធ្វើតែព័ត៌មានពិធីការច្រើនពេកព័ត៌មានលើកជើងច្រើនពេកព័ត៌មានដែលអត់ប្រយោជន៍ច្រើនពេកគឺត្រូវតែធ្វើព័ត៌មានដែលជាចំណេះដឹងដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋអាហ្នឹងគឺទស្សនវិជ្ជាព័ត៌មានក្នុងស្រុករីឯតំណាក់តំណងជាមួយនឹងប្រព័ន្ធនៃព័ត៌មានខាងក្រៅក៏យើងត្រូវតែមានតំណាក់តំណងល្អដែរកុំងាកបាត់អាហ្នឹងគឺថាដល់ពេលយើងត្រូវការរដាក់សារព័ត៌មានបរទេសដើម្បីនិយាយឲ្យគេជឿអត់បានឥឡូវព័ត៌មានក្នុងស្រុកយើងនិយាយបរទេសជឿគេមិនជឿទេដោយសារតែប្រសិទ្ធសិនមួយគេនិយាយថាព័ត៌មានក្នុងស្រុកហ្នឹងគ្រាន់តែជាព័ត៌មានគ្រប់គ្រងគណៈបកកណ្ដាលអំណាចគ្រប់គ្រងរដ្ឋាភិបាលហើយបាច់ជ្រុងដល់ពេលអញ្ចឹងទៅពេលដែលយើងចង់ឲ្យគេជឿតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់យើងវាពិបាកមែនទែនកន្លែងហ្នឹងហ
ហើយចំណុចទី10គឺតកតងជាមួយនឹងរឿងព្រំដែនរស់មានន័យថាយើងធ្វើម៉េចឲ្យព្រំដែនរបស់យើងទៅជាព្រំដែនដែលមានប្រជាជនរស់នៅដីដែលនៅព្រំដែនកុំតែដីរបស់អង្គការដីអ្នកធំទៅតែដីប្រជាពលរដ្ឋព្រោះយើងឃើញនៅភូមិព្រៃច័ន្ទនិងជោគជ័យនៅពេលដែលសៀមចូលឆ្លៀនពៀនទៅគឺប្រជាជនស្រុកគ្នាហ្មងព្រោះដីគាត់ផ្ទះគាត់នៅកន្លែងហ្នឹងឲ្យគាត់ទៅណាតែបើដីអ្នកធំដីអង្គការសួរថាពួកអង្គការទៅការពារដីដោយពួកប្រជាជននៅព្រៃច័ន្ទនៅជោគជ័យដែរអត់ទៅរួចទេចឹងដីព្រំដែនគឺថាបើបានហើយគឺឲ្យកងតបឲ្យប្រជាជនហ្នឹងទៅអភិវឌ្ឍមែនតើអភិវឌ្ឍមែនតើហើយចំណុច11គឺយើងបដោះស្មារតីសាមគ្គីឯកភាពជាតិទស្សនវិជ្ជាសម្រាប់មនុស្សជំនាន់ក្រោយហ្នឹងគឺសំខាន់ណាស់ហើយដើម្បីធ្វើអានឹងបានគឺថាត្រូវបើកចិត្តទលាយជជែកគ្នាដោយបងបណ្ឌិតមាសនេះដោយពួកយើងនេះយើងជជែកគ្នាមានបើកទ្វារមានប័ណ្ណទ្វារយើងជជែកគ្នាទៅអាហ្នឹងគឺល្អមែនទែនហើយកុំរើសអើងនយោបាយកុំថាងមកពីនេះមកពីនោះខ្ញុំស្អប់បំផុតអើងនយោបាយខ្ញុំស្អប់បាទនិយាយត្រង់ហ្មងព្រោះវាអត់មានប្រយោជន៍អីសោះបាទហើយចុងក្រោយគឺយើងសូមកុំភ្លេចមេរៀនប្រវត្តិសាស្ត្រយើងត្រូវតែឲ្យកូនចៅយើងរៀនប្រវត្តិសាស្ត្រដើម្បីជៀសវាងការដើរចន់ដានប្រវត្តិសាស្ត្រទាំងប្រវត្តិសាស្ត្រនៃការដឹកនាំទាំងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាមួយប្រទេសជិតខាងជាមួយមហាអំណាចនិងប្រវត្តិសាស្ត្រនៃការកសាងជាតិនិងបង្កើតនៅវីរៈបរិសជាតិសូមកុំឲ្យចង់ប្រមាណសតវត្សអីរកវីរៈបរិសម្នាក់មកបានដើម្បីឲ្យយើងថ្វាយបង្គំអត់មានណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងដោយអស់ពេលបាទសូមអរគុណ